ខោនព្រះរាជទ្រព្យរឿងរាមកេរ្តិ៍ដែលសម្ដែងដោយក្រុមសិល្បៈស័ក្តិសិទ្ធិអង្គរហើយក្រុមនាដការសក្ការៈអង្គរដែលបានធ្វើដំណើរមកពីតំបន់ជុំវិញប្រាសាទបន្ទាយស្រីនៃខេត្តសៀមរាបបានសម្ដែងល្ខោនព្រះរាជទ្រព្យរឿងរាមកេរ្តិ៍នេះជូនភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទស្សនានៅសាលសន្និសីទចតុមុខកាលពីថ្ងៃទី28ខែមករាឆ្នាំ2016នេះមុននឹងបន្តដំណើរទៅសម្ដែងនៅក្រៅប្រទេសការសម្ដែងលើកនេះក្រោមព្រះរាជកិច្ចដឹកនាំដោយសម្ដេចរាជបុត្រីព្រះរាមនរោត្តមបុប្ផាទេវីនិងឧបត្ថម្ភគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិង UNESCO កម្ពុជាកាយវិការទន់ភ្លន់ដែលសម្ដែងដោយកុលបុត្រកុលធីតាខ្មែរផ្ទាំងទស្សនីយភាពល្ខោនរឿងរាមកេរ្តិ៍បានអង្រួនចិត្តអ្នកទស្សនាដែលជាឋានៈដឹកនាំធំមកពីបណ្ដាក្រសួងនានារបស់រាជរដ្ឋាភិបាលមន្ត្រីនៃបណ្ដាស្ថានទូតជាច្រើនរួមទាំងប្រជាជនកោតសរសើររួមទាំងក្តីរំភើបរីករាយតែកូនខ្មែរយើងគាត់សម្ដែងយើងបានល្អមែនខ្ចោះទុនរវត្តរវន់តាមកាយវិការដែលគាត់បង្ហាញចេញមកនិយាយទៅចង់និយាយថាពីអរិយធម៌ខ្មែរយើងវាទុនលុនទៅតាមអ្វីដែលគាត់សម្ដែង UNESCO is supporting the troop អង្គការ UNESCO បានឧបត្ថម្ភគាំទ្រក្រុមរបាំស័ក្តិសិទ្ធិអង្គរអស់រយៈពេលជាច្រើនឆ្នាំមកហើយពួកគេមកពីបន្ទាយស្រីពេលខ្លះពួកគេសម្ដែងនៅខេត្តសៀមរាបប៉ុន្តែការសម្ដែងនៅភ្នំពេញនេះគឺជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ពួកគេខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ចំពោះការសម្ដែងរបស់ពួកគេនាយប់នេះពួកគេសម្ដែងបានល្អអស្ចារ្យណាស់ក្រុមសិល្បៈស័ក្តិសិទ្ធិអង្គរហៅក្រុមនាដការសក្ការៈអង្គរភាគច្រើនជាកូនអ្នកក្រីក្រហើយការវឹកហាត់ទៀតសោតពួកគេមានការតស៊ូអត់ធ្មត់វឹកហាត់ចាប់តាំងពីបើកសាលាសិល្បៈក្នុងឆ្នាំ2007រហូតមកដល់បច្ចុប្បន្នអស់រយៈពេល9ឆ្នាំហើយជាមួយនឹងការហាត់រៀន5ថ្ងៃក្នុងមួយសប្តាហ៍ចំណាយពេល4ម៉ោងក្នុងមួយថ្ងៃទោះបីលំបាកក្តីប៉ុន្តែពួកគេនៅតែព្យាយាមដោយសារតែទឹកចិត្តស្រឡាញ់សិល្បៈខ្មែរក្រុមនេះបានរចនាមង្គតធ្វើពីស្លឹកត្នោតដែលជាសារៈសំខាន់មួយឲ្យកូនខ្មែរយល់ដឹងពីអត្តសញ្ញាណជាតិនិងគុណតម្លៃដើមត្នោតនិងការរៀបចំម៉ូដសក់សម្លៀកបំពាក់បែបប្រពៃណីខ្មែរផងដែរនៅវិទ្យាស្រីនៅជនបទកូននោះកូនអ្នកក្រីក្រចាតែគាត់នឹងបានហាត់9ឆ្នាំទៅហើយក្នុងមួយអាទិត្យគាត់ហាត់5ថ្ងៃហើយមួយថ្ងៃ4ម៉ោងអញ្ចឹងហើយឃើញនេះគាត់នឹងបានគាត់តស៊ូណាស់ស្រឡាញ់សិល្បៈប៉ុន្តែ9ឆ្នាំមុនហ្នឹងអត់ដឹងបណ្ដាស្គាល់សិល្បៈអីទេលោកជំទាវ កន្ធារាវិនដែលជាស្ថាបនិកអង្គការមូលនិធិងិនការ៉េតសម្រាប់កម្ពុជាបានរួមគ្នាជាមួយសាលារចនានិងវិចិត្រសិល្បៈរៀបចំការសម្ដែងនេះឡើងលោកជំទាវក៏បញ្ជាក់ដែរថាក្រុមសិល្បៈនេះធ្លាប់បានចេញទៅសម្ដែងបួងសួងថ្វាយព្រះបរមរតនកោដ្ឋវត្តភូប្រទេសឡាវជាពិសេសធ្លាប់បានធ្វើដំណើរទៅរាំរបាំបួងសួងជូនប្រជាជនខ្មែរនៅសហរដ្ឋអាមេរិកចំនួន6សប្តាហ៍ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌការធ្វើដំណើរពីរដ្ឋមួយទៅរដ្ឋមួយដើម្បីផ្សារភ្ជាប់ជាមួយកូនខ្មែរនៅសហរដ្ឋអាមេរិកឲ្យនឹកឃើញពីអតីតកាលដែលមានឈាមជ័រជាជនជាតិខ្មែរមានសិល្បៈបុរាណជាដើមអ្នកតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជាលោកស្រី Alema ដែលបានចូលរួមទស្សនាក្នុងកម្មវិធីនេះបានឲ្យដឹងថាលោកស្រីនៅតែបន្តជួយគាំទ្រសិល្បៈបែបវប្បធម៌ខ្មែរដូចនេះតទៅទៀតសម្រាប់ការសម្ដែងនៅលើកក្រោយUNESCO នឹងនៅតែព្យាយាមជួយគាំទ្រចំពោះគំនិតសិល្បៈច្នៃប្រឌិតដែលជារបស់ខ្មែរពិតៗដោយរបាំប្រពៃណីជាដើមវាពិតជាល្អណាស់ This is excellent តាមការឲ្យដឹងពីអ្នករៀបចំកម្មវិធីនៅពាក់កណ្ដាលឆ្នាំ2016នេះក្រុមសិល្បៈស័ក្តិសិទ្ធិអង្គរក្រុងចេញទៅសម្ដែងនៅអឺរ៉ុបរយៈពេល3ខែប្រសិនបើទទួលបានជោគជ័យក្រុមសិល្បៈនេះនឹងរៀបចំសម្ដែងល្ខោនបុរាណខ្មែរផ្សេងៗជាបន្តទៀតដើម្បីឲ្យភ្ញៀវជាតិអន្តរជាតិបានទស្សនានិងយល់ដឹងពីវប្បធម៌អរិយធម៌ខ្មែរអ្វីជាសំណូមពររបស់ក្រុមសិល្បៈស័ក្តិសិទ្ធិអង្គរគឺពួកគាត់សូមឲ្យប្រជាជនទាំងអស់ចូលរួមគាំទ្រដល់ពួកគាត់តាមរយៈការអញ្ជើញទៅទស្សនាដោយផ្ទាល់នៅការសម្ដែងរបស់ពួកគេ